ការប្រកួតជុំទី2ក៏បានចាប់ផ្ដើមផងដែរប៉ុន្តែការប្រកួតជុំទី2នេះវាមិនដូចជាការប្រកួតកាជុំទី1ឡើយគឺវាមិនមែនជាការប្រយុទ្ធគ្នានោះទេប៉ុន្តែវាគឺជាការវាយស្គរបិសាចម្ដងបែកភាពដែលជាប់នៅក្នុងជុំទី1ក៏បានចូលរួមនៅក្នុងជុំទី2នេះផងដែរហើយមេតបបិសាចដែលឡើងវាយស្គរដំបូងគេនោះគឺជាមេតបម៉ាក់ហ្វៃហើយម៉ាក់ហ្វៃនេះក៏បានប្រើប្រាស់ដៃរបស់គេផ្ទាល់តែម្ដងដើម្បីវាយទៅកាន់ស្គរបិសាចមួយហ្នឹងនៅពេលនេះគឺមេតបម៉ាក់ហ្វៃគឺអាចវាយរហូតដល់7ដងហើយប៉ុន្តែចំហាយថាមពលដែលចេញអំពីស្គរបិសាចវាហាក់ដូចជាសេះរាប់ម៉ឺនក្បាលអញ្ចឹងកំពុងតែបុកទៅកាន់ទ្រូងរបស់គេនៅពេលនេះវាហាក់ដូចជាមិនទាន់អស់កម្លាំងរបស់ម៉ាក់ហ្វៃនៅទេក៏បានវាយម្ដាយទៅលើស្គរបន្ថែមទៀតដែលធ្វើឲ្យម៉ាក់ហ្វៃក៏បានទៀតចង្ងាយ1000 feet តែម្ដងអំពីស្គរបិសាចមួយហ្នឹងហើយខ្ញុំសូមរំខានតើអ្នកនរគ្នាតិចទៅគឺខ្ញុំចង់លក់ទូរស័ព្ទមួយគឺជាប្រភេទ gaming smartphone គឺជា Red Magic 10 Pro បើសិនជាអ្នកនរគ្នាចាប់អារម្មណ៍អីក៏អាចទំនាក់ទំនងមកកាន់ខ្ញុំបានផងដែរតាមចាក់ link ដែលខ្ញុំដាក់នៅខាងលើហ្នឹងហើយចំពោះបងដែលចង់ចូលក្រុម VIP ក៏អាចទំនាក់ទំនងទៅកាន់ link ខ្ញុំបានផងដែរហើយនៅក្នុងក្រុម VIP ពេលបច្ចុប្បន្ននេះគឺមានចំនួន5រឿងម៉ាក់ហ្វៃក៏បានដឹងផងដែរតែត្រឹមតែ8ដៃនេះមិនអាចធ្វើគេអស់កម្លាំងបានឡើយគឺគេនៅមានសមត្ថភាពអាចវាយស្គររហូតដល់9ដងឯណោះប៉ុន្តែម៉ាក់ហ្វៃគឺមិនបានធ្វើនោះទេដោយសារតែគេគិតថាបើសិនជាគេវាយទៅកាន់ស្គរមួយនឹងម្ដងទៀតនោះប្រកបណាស់ប្រកបជាគេត្រូវរបួសធ្ងន់មិនខាននោះឡើយហើយចំនួនការរបស់ម៉ាក់ហ្វៃក៏បានឡើងវាយស្គរនឹងផងដែរដែលគេអាចធ្វើឲ្យស្គរនឹងលើសំឡេងរហូតដល់3ដងសរុបទៅគឺក្រុមរបស់ម៉ាក់ហ្វៃគេអាចវាយស្គររហូតដល់11សំឡេងឯណោះហើយមេបញ្ជាការផ្សេងៗទៀតក៏ចាប់អារម្មណ៍ទៅកាន់ម៉ាក់ហ្វៃផងដែរដោយសារតែម៉ាក់ហ្វៃគឺអាចធ្វើបានល្អហើយប៉ុណ្នេះនៅពេលនោះក៏ជីនវូស៊ូក៏បានចង្អុលទៅកាន់ Volin បើយើងផងដែរតែឯងគឺឡើងមកហើយជីនវូស៊ូនេះក៏បានធ្វើការភ្នាល់ជាមួយ Volin ផងដែរបើសិនជា Volin វាយស្គររហូតដល់10សំឡេងនេះគឺគាត់នឹងណែនាំ Volin ទៅកាន់ Antri Beside Volin ក៏បានតបទៅកាន់គេវិញផងដែរតែគេមិនត្រូវការនោះទេការណែនាំទៅកាន់ Antri Beside ប៉ុន្តែអ្វីដែលគេត្រូវការគឺជាដៃរបស់ឯងមួយចំហៀងហើយជីនវូស៊ូនេះក៏មិនបានចោលដែរក៏បានយកព្រោះភ្នាល់ជាមួយ Volin តែម្ដងបើសិនជា Volin អាចវាយស្គររហូតដល់លើស5សំឡេងគឺគេនឹងកាត់ដៃមួយចំហៀងឲ្យទៅកាន់ Volin បើសិនជា Volin អាចវាយស្គររហូតដល់10សំឡេងគេនឹងកាត់ដៃទាំងសងខាងរបស់គេឲ្យទៅកាន់ Volin តែម្ដង Volin ក៏មិនបានចាំយូរឡើយក៏បានប្រើប្រាស់ជាមួយរស័យមរណៈបង្កើតបានជាត្រាជីវិតចំនួន2700ត្រាជីវិតទាំងអស់ហ្នឹងក៏បានរួមព័ទ្ធជាមួយនឹងខ្លួនរបស់ Volin មកកាត់ដូចជាអាវក្រោះមួយអញ្ចឹង Volin ក៏បានវាបហាទៅកាន់ស្គរនោះចំនួន5ដងជាប់គ្នាចំហាយថាមពលដែលឡងចេញអំពីស្គរមួយនឹងវាពិតជាខ្លាំងមែនទែនសម្រាប់ Volin បើយើងគឺមិនបានសូម្បីតែថយមួយចំហៀនផងបន្ទាប់ពីបានឃើញជើងក៏មេបញ្ជាការបិសាចជាច្រើននាក់ក៏បានភ្ជាប់អើផងដែរដោយសារតែនេះពិតជាមិនធម្មតានោះទេគឺវាយស្គររហូតដល់5ដងជាប់គ្នាប៉ុន្តែមិនបានដកថយសូម្បីតែមួយចំហៀនឡើយ Volin ក៏បានសម្លឹងទៅកាន់មុខជីនវូស៊ូផងដែរចំណែកជីនវូស៊ូក៏បាននិយាយទៅកាន់គេបន្ថែមទៀតថាគឺឯងមិនចូលពីពាក្យសម្ដីដែលយើងបាននិយាយទេលុះត្រាតែឯងនេះអាចវាយស្គរលើសចំនួន5ដងទើបយើងកាត់ដៃមួយចំហៀនទៅកាន់ឯងហើយ Volin ក៏បានវាយទៅកាន់ស្គរនោះមួយដៃថែមទៀតប៉ងចំណែកឯត្រាជីវិតដែលស្ថិតនៅលើខ្លួនរបស់ Volin ក៏បានរសាត់ទៅស្រង់តែម្ដងគឺសល់តែ1 2នោះទេចំណែកជីនវូស៊ូគឺមិនគ្រប់សន្យាឡើយក៏បាននិយាយទៅកាន់ Volin បន្ថែមទៀតថាលុះត្រាតែឯងនេះគេអាចវាយរហូតដល់15ដងទើបយើងកាត់ដៃមួយចំហៀងឲ្យហើយ Volin បើយើងគឺមិនបានចាំទេក៏បានវាយទៅកាន់ស្គរនោះប៉ង Volin ក៏បានវាយស្គរនោះរហូតដល់9ដងនៅពេលនេះគឺ Volin បានដឹងអំពីអ្វីម្យ៉ាងដែលស្ថិតនៅក្នុងស្គរមួយហ្នឹងវាហាក់បីដូចជាស្គរមួយនេះកំពុងតែមានថាមពលមួយវាស្តៀងនឹង Volin ខ្លាំងមែនទែន Volin ក៏បានដឹងផងដែរតែថាមពលមួយនេះគឺជាឆន្ទៈនៅក្នុងការប្រឆាំងជាមួយនឹងឋានសួគ៌ហើយគេក៏បានគិតផងដែរតែការប្រើប្រាស់ជាមួយត្រាជីវិតដើម្បីតែការពារថាមពលដែលចេញអំពីស្គរហ្នឹងគឺមិនត្រឹមត្រូវឡើយហើយនៅពេលនេះគឺ Volin ក៏បានដល់យកត្រាជីវិតចេញពីខ្លួនរបស់គេទាំងអស់តែម្ដងដាក់បាតដៃរបស់គេទៅកាន់ស្គរមួយនោះថ្នមដើម្បីតែស្វែងយល់អំពីឆន្ទៈនៃការប្រឆាំងឋានសួគ៌របស់ស្គរមួយហ្នឹងនៅពេលនេះគឺឆន្ទៈរបស់ស្គរមួយនេះហាក់ដូចជាឆន្ទៈរបស់ Volin ចឹងក៏បានរួបរวมគ្នានៅក្នុងខ្លួនរបស់ Volin ទាំងស្រុងហើយ Volin បើយើងក៏បានយល់អំពីឆន្ទៈនិងថាមពលដែលស្ថិតនៅក្នុងស្គរមួយហ្នឹង100%ហើយ Volin នៅតែបន្តវាទៅកាន់ស្គរមួយហ្នឹងរហូតដល់11ដង12ដង13ដងរហូតដល់14ដងឯណោះហើយការវាយស្គររហូតដល់14ដងនេះក៏ Volin យើងក៏បានយល់អំពីព្រំដែននៃកម្រិតទី7មិនតែប៉ុណ្ណោះទេសូម្បីតែខួរឆ្អឹងរបស់គេនឹងក៏បានលៀងចម្រះផងដែរហើយ Volin បើយើងក៏បានដឹងបន្ថែមទៀតថាមូលហេតុដែលគេមិនអាចបំបែកចូលដល់កម្រិតទី7បានដោយសារតែគេគិតអំពី Lee Mowan ច្រើនពេកមានតែគេបំភ្លេចអំពី Lee Mowan នោះទេទើបគេអាចបំបែកចូលដល់កម្រិតទី7បាននៅពេលនោះគឺ Jin Wushu ក៏បានគិតផងដែរគឺក្មេងម្នាក់នេះគឺមិនអាចមើលស្រាលបានឡើយបើទុកទៅមុខទៀតប្រកបជាមានបញ្ហាមិនខានឡើយត្រូវតែសម្លាប់គេដាច់ខាតតែម្ដងនៅក្នុងថ្ងៃនេះគេក៏បានគិតបន្ថែមទៀតថាទោះបីជាគេសម្លាប់ទៅកាន់ Volin បើជើងក៏ដោយវាហាក់ដូចជាមិនមែនជាបញ្ហានោះទេគឺគេមិនអាចទទួលទោសពី Antri Beside បានឡើយទោះបីជាគេសម្លាប់ទៅកាន់ Volin ក៏ដោយក៏ Antri Beside ក៏មិនបានថាអីទៅកាន់គេនោះទេនៅពេលនេះគឺចិត្តគំនិតអាក្រក់របស់គេក៏បានលេចឡើងផងដែរក៏បានស្ទុះទៅយ៉ាងលឿនតែម្ដងជាមួយនឹងល្បឿនរបស់គេប្រើប្រាស់ជាមួយនឹងថាមពលរបស់គេវាបហាទៅកាន់ Volin បំរុងតែសម្លាប់ទៅកាន់ Volin ទៅហើយប៉ុន្តែនៅពេលនោះក៏មានសម្លេងមួយនិយាយទៅកាន់គេផងដែរតែឯងហ៊ានអីសម្លេងនោះក៏បានដាក់សម្ពាធទៅកាន់ Jin Wushu ប៉ុន្តែកំឡុងពេលនោះក៏មានថាមពលមួយវាបហាទៅកាន់ Jin Wushu ដែលធ្វើឲ្យ Jin Wushu ក៏បាត់បង់សូរថាមពលខាងក្នុងឬក៏បែកបាក់ដានធានហ្នឹងឯងហើយនេះគឺជាឱកាសល្អសម្រាប់ Volin បើជើងហើយ Volin បើយើងក៏បានគិតបន្ថែមទៀតថាគឺមនុស្សម្នាក់នេះវាមានគ្រោះថ្នាក់ខ្លាំងមែនទែនមិនអាចទុកឲ្យរួចជីវិតបានឡើយឃើញថានេះគឺជាឱកាសល្អ Volin គឺមិនអាចចំណាយពេលយូរបន្តទៀតនោះទេក៏បានប្រើប្រាស់ជាមួយល្បឿនរបស់គេយ៉ាងលឿនតែម្ដងមកកាត់បានទៅជាបាត់ដៃដ៏ធំមួយវាបហាទៅកាន់ Jin Wushu ខ្ទប់ជាមួយនឹងស្គរហើយថាមពលដែលចេញអំពីស្គរមួយនោះវាហាក់ដូចជាសេះរាប់ពាន់លានក្បាលអញ្ចឹងកំពុងតែបុកសម្ដៅទៅកាន់រូបរាងកាយរបស់ Jin Wushu ដែលធ្វើឲ្យរាងកាយរបស់ Jin Wushu នឹងគឺបំផ្លាញចោលទាំងស្រុងសូម្បីតែព្រលឹងក៏មិនសេះសល់ផងដែរ